Vậyជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងចូលមកចំណុចបន្ទាប់ទៀតទាក់ទងទៅនឹងការរៀនប្រើប្រាស់រូបមន្ត Dative if រកអាយុអញ្ចឹងប្រសិនបើយើងចង់រកអាយុគឺយើងអាចប្រើប្រាស់រូបមន្ត Dative if ឬក៏រូបមន្ត year ប៉ុន្តែ year វាគ្រាន់ធ្វើការដកចំនួនឆ្នាំបច្ចុប្បន្នចូលនឹងឆ្នាំកើតតែប៉ុណ្ណោះប៉ុន្តែបើសិនយើងប្រើ Dative if គឺវាធ្វើការគណនាទៅលើចំនួនខែឆ្នាំទៀតអញ្ចឹងវាទល់គ្រប់ខែគ្រប់ថ្ងៃគ្រប់ឆ្នាំបានវាកំណត់អាយុឲ្យអូខេអញ្ចឹងដើម្បីរកអាយុគឺយើងត្រូវមានថ្ងៃខែឆ្នាំកំណើតរបស់បុគ្គលិកម្នាក់ៗអូខេអញ្ចឹងយើងមានថ្ងៃខែឆ្នាំកំណើតហើយនឹងអាយុនៅកន្លែងនេះដើម្បីរកថាតើគាត់កើតនៅឆ្នាំ2008ថ្ងៃទី3ឧសភានេះគាត់កើតនៅក្នុងកាលបរិច្ឆេទប៉ុណ្ណឹងតើអាយុគាត់ប៉ុន្មានអូខេអញ្ចឹងដើម្បីរកអាយុបានគឺបងប្អូនអាចប្រើប្រាស់រូបមន្ត Dative if ហើយខ្ញុំបរិបន្តិចបងប្អូនគ្រាន់ដាក់នៅកន្លែង cell ដែលយើងចង់រកមកហើយយើងដាក់សញ្ញាស្មើអូខេហើយយើងវាយ date tit if អូខេបើកវងខ្យល់ហើយយើងទៅធ្វើអីទៀតបើកវងខ្យល់ហើយគឺយើង select ទៅលើថ្ងៃខែឆ្នាំកំណើតហើយយើងក្បៀសមួយយើងវាយពាក្យថា today អូខេគឺបែបនេះ today ហើយយើងអីគេបើកបិទវងខ្យល់ក្បៀសមួយដាក់ y ចេះមកអូខេប៉ុណ្ណាហើយបន្ទាប់មកទៀតបងប្អូនគ្រាន់ចុច enter មកកន្លែងនេះគឺវាប្រាប់ថា10 17ឆ្នាំហើយខាងក្រោមទៀតយើងមិនបាច់គណនាទៀតទេយើងគ្រាន់តែដាក់នៅកន្លែងនេះទៅហើយយើងគ្រាន់ចុចកន្លែងគៀនបូកនេះគឺវានឹងគណនាអូតូអានេះវាចេញឆ្នាំនេះដោយសារតែខ្ញុំចងនៅកន្លែង custom គឺ number នេះយើងចូលទៅចងដាក់ឆ្នាំអញ្ចឹងណាវាចេញឆ្នាំពីក្រោយអូខេគឺចេញបែបនេះអូខេនេះគឺជាវិធីសាស្ត្រក្នុងការរកឆ្នាំអញ្ចឹងយើងមើលឥឡូវវា2025អឺយើងមើលថ្ងៃនេះគឺខែនេះគឺខែ10ចានេះសិតតែផុតខែហើយនេះអូខេនេះសិតតែផុតខែជាងបើសិនកន្លែងនេះខ្ញុំដូរដាក់ខែ11វិញចាំមើលវាដូរមិនវិញអូខេអានេះគឺវានៅ24ឆ្នាំនេះឃើញទេមិញ25នេះ25ដោយសារនេះខែកក្កដាប៉ុន្តែនៅពេលដែលខ្ញុំដូរអានេះដាក់ខែវិច្ឆិកាគឺវាបានតែ24ឆ្នាំទេដោយសារអីដោយសារវាអត់ទាន់គ្រប់ខែអញ្ចឹងណាអញ្ចឹងឆ្នាំកន្លែងហ្នឹងវាទាល់តែគ្រប់ខែហើយគ្រប់ថ្ងៃវាទៀតបានវាកើនឆ្នាំឧទាហរណ៍ថា2025ដក20ដល់2000ចេញមាននៅសល់25ឆ្នាំអញ្ចឹងអាហ្នឹងវាគណនាតាមឆ្នាំប៉ុន្តែអានេះវាត្រូវគិតទៅលើថ្ងៃខែទៀតអញ្ចឹងណាអានេះ dated if គឺវាមានតួនាទីអញ្ចឹងតែបើសិនយើងយាវាដកតែ2025ដក2025អញ្ចឹងវាដកឆ្នាំយកតែម្ដងវាអត់គិតខែឆ្នាំខែថ្ងៃទេអញ្ចឹងអានេះគឺវាមានលក្ខណៈបែបហ្នឹងអូខេហ្នឹងហើយអូខេជាវីដេអូនេះគឺមានប៉ុណ្ណឹងហើយយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតទាក់ទងទៅនឹងថ្ងៃខែឆ្នាំចូលនិវត្តន៍យើងនឹងរៀនអានេះបន្តទៀតបាទសូមអរគុណច្រើន